សារស្រឡាយចិនដែលតែងតែប្រពទៅឡើងនៅពេលផ្លាស់ប្ដូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មីរបស់ប្រទេសចិនដែលគេហៅថាចូលឆ្នាំចិននេះជាពិធីបុណ្យទីខែរដូវឬបុណ្យនៃរដូវផ្ការីកម្យ៉ាងទៀតដោយសារតែប្រតិទិនរបស់ចិនរាប់តាមដំណើរច័ន្ទគតិនាំឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះសំដៅទៅលើបុណ្យប្រខែផងដែរពិធីនេះប្រារព្ធឡើងមានរយៈពេល15ថ្ងៃគិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់រហូតដល់ថ្ងៃទី15ខែទី1នៃឆ្នាំថ្មីដែលថ្ងៃចុងក្រោយនេះមនុស្សតែងតែធ្វើពិធីបង្ហោះគោមដោយសារតែវាមានរយៈពេលរហូតដល់15ថ្ងៃធ្វើឲ្យពិធីបុណ្យនេះជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេក្នុងចំណោមពិធីសាសនានានានៅក្នុងប្រតិទិនរបស់ប្រជាជនចិនដែលឡាយការប្រឆេទតែងតែផ្លាស់ប្ដូរឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំតែជាទូទៅវាស្ថិតនៅចន្លោះពីថ្ងៃទី21ខែមករាដល់ថ្ងៃទី20ខែកុម្ភៈបុណ្យចូលឆ្នាំចិនមានអាយុកាលរាប់សតវត្សមកហើយព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំងពិធីបុណ្យនេះធ្វើឡើងដើម្បីសម្ដែងនៃការគោរពដល់ទេវតានិងជីដូនជីតាសាច់សាលហិតវាត្រូវបានប្រារព្ធឡើងនៅក្នុងបណ្ដាប្រទេសនិងដែនដីមួយចំនួនដែលសម្បូរជនជាតិចិនរស់នៅក្នុងនោះមានដូចជាចិនដីគោកហុងកុងម៉ាកាវតៃវ៉ាន់សិង្ហបុរីថៃកម្ពុជាឥណ្ឌូនេស៊ីហ្វីលីពីនក៏ដូចជានៅ Chinatown ដែលស្ថិតនៅក្នុងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតនៅលើពិភពលោកពិធីបុណ្យនេះត្រូវបានគេចាត់ទុកថាជាបុណ្យឈប់សម្រាកដ៏សំខាន់មួយសម្រាប់ជនជាតិចិនព្រមទាំងមានឥទ្ធិពលមួយផ្នែកទៅលើវប្បធម៌នៃបណ្ដាប្រទេសជិតខាងផងដែរសម្រាប់ជនជាតិចិនបុណ្យចូលឆ្នាំជាឱកាសពិសេសសម្រាប់ក្រុមគ្រួសារក្នុងការជួបជុំដើម្បីបរិភោគនៅក្នុងសប្តាហ៍នេះយើងនឹងមានប្រធានបទដ៏សំខាន់ដូចជាកាដូសម្រាប់ជូនដល់ប្រិយមិត្តទាំងអស់គ្នានោះគឺប្រធានបទរបស់យើងនិយាយពីរបៀបនៃការសែនយកហេនៅក្នុងបុណ្យចូលឆ្នាំចិនឆ្នាំ2025ថាតើរបៀបនៃការសែនយកហេទីតើមានអ្វីខ្លះដូច្នេះនឹងឈានចូលដល់ប្រធានបទរបស់យើងសូមធ្វើការអនុញ្ញាតទៅទូវត្តមានរបស់ Master Nali របស់យើងទាំងអស់គ្នាជំរាបសួរអ្នកគ្រូHappy New Year អូចាថ្ងៃនេះមកឲ្យទាំងអស់គ្នាទទួលចាអ្នកគ្រូថ្ងៃនេះពេលមកទាំងអស់គ្នាលើជាផ្នែកកម្មវិធីយើងកំពុងតែចាំស្ដាប់ហើយពីព្រោះថាគ្រប់ពេលវេលាដែលគ្រូជំរាបជាមុនពីរបៀបនៃការសែនចូលឆ្នាំម្ដងគឺចាំស្ដាប់ចាមានប្រយោជន៍មែនតើចាការពិតការសែនចូលឆ្នាំចិននៅក្នុងឆ្នាំនេះគឺថ្ងៃទី28មករាតែចាជាធម្មតាថ្ងៃចាំមើលនៅក្នុងថ្ងៃទី28មករានេះគឺចំថ្ងៃចាប៉ុន្តែចំថ្ងៃលកាប៉ុន្តែរាសីខាងលើគឺជាភ្លើងយីងចូលមកអញ្ចឹងគេភ្លើងយើងហើយនឹងអាកាបានតែភ្លើងនឹងនេះគឺឆុងគ្នាហើយអញ្ចឹងដល់ពេលយើងសែនវាអាចនឹងធ្វើឲ្យយើងចាយលុយច្រើនអញ្ចឹងនៅពេលដែលករណីបើយើងសែនដើម្បីបាទបងប្អូននេះដល់វគ្គដុតផាវហើយបងប្អូនអើយបាទដុតផាវហើយមិញនឹងដុតហើយបងប្អូនអើយចង់បាយលកជាបាទហើយឥឡូវនេះកំពុងតែដុតដុល្លារមាសប្រាក់ជូនកុងម៉ាដូនតាទាំងអស់បាទតែជាប់ខ្សែស្រឡាយចិនក៏ដោយខ្មែរក៏ដោយនេះសិតដុល្លារគីបហ្មងដុល្លារច្រើនអត់ច្រើនអូខេដុល្លារច្រើនណាស់នេះសិតដុល្លារហើយកំពុងតែដុតបញ្ជូនទៅឲ្យគាត់ចាយតិចនេះតិចនោះអញ្ចឹងណាបងប្អូនបាទអីមិនដឹងយ៉ាងម៉េចយ៉ាងណាទេគឺគេដុតចេះតែដុតតាមតែគេដែរទៅបងប្អូនអើយបាទឥឡូវនេះក្មេងៗកំពុងតែដុតហើយព្រមទាំងខ្ញុំក៏មកដល់ដែរបងប្អូនបាទដុតលេងគេឯងទៅបាទព្រោះថាគេមានជំនឿជឿជាក់ថានៅពេលដែលយើងដុតបាទនៅពេលដែលយើងដុតกระดาษចឹងទៅគឺសែនជូនដល់កុងម៉ាដូនតាទាំងអស់បាទខ្សែកន្លែងខ្មែរខ្សែកន្លែងចិនទាំងអស់ហ្នឹងឲ្យគាត់បានស្នុកសុខសប្បាយហើយមានលុយមានកាក់មានព្រាសមានមាសមានប្រាក់នៅពេលដែលគាត់បានស្នុកសុខសប្បាយហើយគឺគាត់តែងតែឲ្យពរឲ្យជ័យដល់កូនបាទចៅប្រុសស្រីដែលនៅខាងក្រោយនេះបាទឲ្យរស់ស៊ីមានបានតិចតិចចម្រុងចម្រើនដូចគ្នាផងដែរបងប្អូនបាទហើយនេះក្មេងៗក៏កំពុងតែដុតហើយវាជាពិសេសវាចំមកដល់ខែល្ងាផងបងប្អូនបាទហើយថ្ងៃនេះថ្ងៃទី28បងប្អូនបាទថ្ងៃទី28ខែ1ឆ្នាំ2025បាទហើយជាថ្ងៃមួយថាដែលគេថាចូលឆ្នាំចិនហ្នឹងតែម្ដងចូលឆ្នាំថ្ងៃទី1ហើយខ្ញុំគឺចាប់ផ្ដើមកម្មវិធីប្រពៃកម្មវិធីចូលឆ្នាំសែនចូលឆ្នាំហ្នឹង
គឺនៅក្នុងម៉ោងប្រហែលជាក្នុងម៉ោង7កន្លះម៉ោង8ណាបងប្អូនបាទម៉ោង7កន្លះម៉ោង8អញ្ចឹងក៏ចាប់ផ្ដើមហើយបងប្អូនអើយបាទមិញហ្នឹងគឺបានសានព្រេនឧទ្ទិសកុសលភាពផលជូនដល់ដូនតាកុងម៉ាទាំងអស់ទាំងខ្សែស្រឡាយចិនទាំងខ្សែស្រឡាយខ្មែរហើយក៏បានបាទក៏បានដុតបាទដុតមាសដុតប្រាក់ជូនដល់កុងម៉ាទាំងអស់នោះផងដែរបាទ 500 Chọc bà đấy. Mà mơn. Ê, mà mơn có đấy. Là đôi mình mơn 500 rồi. Lẹ. Làm nên $500 đó lẹ đó. Rồi lại cô đi chập ở đây. Là nè, ôm biết đó bây giờ.